តើតងជាមួយ Alpha នេះខ្ញុំខ្លះគាត់អត់ចាំបាច់ធ្វើវាទេព្រោះដោយសារវាភាពទំនើបហើយសុវត្ថិភាពវាមានគ្រប់គ្រាន់ហើយប៉ុន្តែវាខ្វះភាពទំនើបមួយពេលខ្លះបរិយាចាស់បើយើងនិយាយសរុបទៅវាមាន4ចំនួនដូចគេផលិតយន្តហោះដែរវាមានចំនួនទី1ចំនួនទី2ចំនួនទី3ចំនួនទី4 option អីដែលទំនើបជាងគេដែលយើងអាចលើកគាត់បាននៅក្នុង Alpha ក្នុង Alpha នេះគឺសំខាន់លើក VIP Toyota Alpha យើងឆ្លត់ធ្វើច្រើននៅត្រង់ហ្នឹងពីមុនមកទាំងពេលយើងនៅក្រាស់ចាស់ទាំងពេលមកក្រាស់ថ្មីនេះហ្នឹងហើយយើងធ្វើបានច្រើនដែរពីមុនមកគេពីច្រើនគេធ្វើគេបង្លានពីមុនគេធ្វើមានក្រាលបាតហើយគេដាក់ឈ្នាន់ជាន់ប៉ុន្តែសិតឲ្យក្រាលបាតជាកម្រិត VIP ហើយនឹងឈ្នាន់ជាន់ VIP ដែរហើយមួយទៀតគេដាំជាដបូលផ្កាយនឹងមានទឹកប្រយុទ្ធឡើងខ្លះក៏គាត់ធ្វើជារនាំងខាន់បន្ទប់ជាលក្ខណៈ private នឹងហើយនឹងពាក់ជាមួយ VIP អញ្ចឹងពាក្យច្រើនគេធ្វើជាមួយនឹងដបូលផ្កាយដបូលអីហ្នឹងសើឡានវិញទៀតដែរចឹងពួកអីនេះមិនសូវបានច្រើនហ្នឹងហើយតើតងជាមួយ Alpha នេះតាមពិតទៅភ្ញៀវខ្លះគាត់អត់ចាំបាច់ធ្វើវាទេព្រោះដោយសារវាភាពទំនើបហើយសុវត្ថិភាពវាមានគ្រប់គ្រាន់ហើយហ្នឹងប៉ុន្តែវាខ្វះភាពទំនើបមួយត្រង់ថាពេលខ្លះបរិយាចាស់អញ្ចឹងវាអត់មានតបនឹងពាក់ជា VIP បានណាបើយើងនិយាយសរុបទៅវាមាន4ចំនួនAlpha ទាំង4ចំនួនដូចគេផលិតយន្តហោះដែរវាមានចំនួនទី1ចំនួនទី2ចំនួនទី3ចំនួនទី4ចំនួនទី1គឺយើងអាចរាប់បានពីឆ្នាំ2002ដល់2007អាហ្នឹងវាអត់មាន smart key ទេភាគច្រើនគឺប្រើសោធម្មតាហើយកៅអីម៉ាសាក៏មានដែរបើចំនួនទី2យើងអាចរាប់បានពីឆ្នាំ2008ដល់2014ហ្នឹងអាហ្នឹងគឺ smart key ក៏អត់មានដែរប៉ុន្តែសម្រាប់កៅអីអេឡិចត្រូនិករបស់វាមានធម្មតាមានតម្រមានតម្រេតមានកើទុកក្រោយអញ្ចឹងណាតែនៅតែអត់ទាន់មានម៉ាសាអត់ទាន់មានម៉ាសាទេអត់មានហ្នឹងហើយចំនួនទី4ចំនួនទី3សុជាស្អែកចំនួនទី3យើងអាចរាប់បានពីឆ្នាំ2015ដល់2022អាហ្នឹងកៅអីវាល្អប្រណិតជាងមុនហើយក៏អត់ទាន់មានម៉ាសាដែរប៉ុន្តែ version ខ្លះមានចង់និយាយអញ្ចឹងណាឆ្នាំទី3ហ្នឹងមានតាម version វាផ្សេងគ្នាទៀតបាទមាន version ខ្ពស់មានហ្នឹងហើយប៉ុន្តែ smart key វាចាប់ផ្ដើមមានហើយអញ្ចឹងណាបាទបងហ្នឹងហើយបើសិនជាចំនួនទី4នេះចាក់យើងរាប់ពីឆ្នាំ2023ទៅទល់នឹងបច្ចុប្បន្ននេះទាំង2ឆ្នាំហ្មងបាទអាហ្នឹងវាដោយសារកម្រិត upgrade វាខ្ពស់ version វាខ្ពស់អញ្ចឹងបើតាក់ទងជាមួយ smart key គឺមានស្ទើរតែគ្រប់ឡានហ្នឹងហើយកៅអីម៉ាសាក៏មានដែរនឹងចង់និយាយអញ្ចឹងឆ្នាំទល់នឹងបច្ចុប្បន្នឆ្នាំ2025នេះណាហើយភាគច្រើនដែលឡានគាត់ត្រូវការរៀបចំឲ្យមានសោភ័ណភាពល្អដូចជាឆ្នាំទៀតគាត់អាចទៅកន្លែងគេខ្លះគេអាច upgrade វាឡើងស៊េរីឡើងអីចឹងទៅហើយដូចជា smart key គេចាប់ផ្ដើមកាយជា smart key ហើយមួយទៀតទៅអ្នកដែលអត់មានឡានគាត់ស៊េរីខ្ពស់មិនស៊េរីខ្ពស់ទេឡានគាត់ចង់និយាយថាឆ្នាំទៀតចឹងណាចំនួនទី1ទី2អីចឹងទៅគាត់អត់មានកៅអីម៉ាសាទេអញ្ចឹងគាត់ក៏ដាក់ជាកៅអីម៉ាសាហើយគាត់ទៅកន្លែងទីគួរឡានអីចឹងក៏អត់ចង់ឲ្យគេមានជាឈ្នាន់ជាន់ជា VIP ដាក់ក្រាលបាតVIP ឬក៏ decor ដបូលដាំផ្កាយទេពប្រយុទ្ធផ្សេងហើយបំពាក់ជាមួយកៅអីម៉ាសាចឹងទៅហ្នឹងហើយហ្នឹងតើយកមកធ្វើថែមទៀតហ្នឹងហើយបើចង់បើឆ្នាំនោះវាអត់មានអីបើតាក់ទងជាមួយ option របស់ឡានវាទំនើបឲ្យខាងប្រព័ន្ធសុវត្ថិភាពមានអញ្ចឹងណាប៉ុន្តែបើភាពស៊ីវិល័យនិងស្រស់ស្អាតវាអត់មានណាដូចឆ្នាំគេគូហ្នឹងហើយអញ្ចឹងឡាន Alpha ដែលសេរីទាបហ្នឹង version នេះតើយកមក decor បន្ថែមទៀតហើយ decor ហ្នឹង option អីដែលទំនើបជាងគេដែលយើងអាច decor បាននៅក្នុង Alpha ក្នុង Alpha នេះដូចខ្ញុំបានប្រាប់ពីខាងដើមដែរតាមពិតទៅនៅចេញពីរោងចក្រមកកៅអីក៏វាអត់មានម៉ាសាអត់មានដែរហើយដូចជាដបូលផ្កាយអីហ្នឹងក៏អត់មានដែរហើយសម្រាប់ដូចជាកម្រាលបាត VIP ក៏អត់មានឈ្នាន់ជាន់ VIP អត់មានconsole នៅពីក្រោយតកង់បំពាក់ជាមានទូរទស្សន៍ទម្លាក់ឡើងចូលនោះអត់មានដែរអញ្ចឹងចាំបាច់បើគាត់ចង់បានគឺខាងវាគាត់អាចធ្វើបានមិនមែនតែខាងយើងខាងគេក៏ធ្វើបានដែរឲ្យតែភ្ញៀវចង់បានបាទចង់សួរបងចាបង option អីដែលវាទំនើបជាងគេបងដល់ពេលយើង decor ក្នុងឡាន Alpha ហ្នឹងឧទាហរណ៍វាមានជំនាញគេបងនិយាយមិន console បាទអាហ្នឹងដូចណាំងខាន់ពីអ្នកជិះនិងអ្នកតកង់អ្នកបើកហ្នឹងហើយវាច្រើន option ហ្នឹងវាក៏វាសំខាន់ណាស់ដែរដោយសារតែយើងខាន់តំណែងជាបន្ទប់ចេញមកកាត់មកយើងអាចមានជា motor កញ្ចក់ទម្លាក់ឡើងចុះឬក៏ទូរទស្សន៍ដើម្បីយើងច្រៀងជា karaoke ហើយ console មានបំពាក់ជាមួយនឹង sound speaker អញ្ចឹងណាយើងអាចពេលខ្លះយើងចង់មានកម្មវិធីអីស្បាយលក្ខណៈគ្រួសារអីយើងអាចច្រៀងបានគ្រួសារចំ3 4នាក់ហើយតកង់បើកមុខទៅហើយយើងអាចច្រៀងលេងជាមួយគ្រួសារយើងបានឬមួយទៀតបើតាក់ទងជាមួយការងារដែលសំខាន់ជាមួយដៃគូចេញដំណើរចេញពីភ្នំពេញទៅតាមខេត្តផ្សេងៗនៃរតនគិរីបាត់ដំបងឬក៏ព្រះវិហារសៀមរាបអីអញ្ចឹងយើងអាចនិយាយប្រូព្រីមការងារអាចធ្វើការជជែកពីការងារមុនពេលដែលយើងទៅដល់កន្លែងធ្វើបានដែរបើសិនជាករណីការងារនេះវាចាំបាច់ហើយសំខាន់មិនចាំឲ្យអ្នកណាដឹងអញ្ចឹងបាទហ្នឹងគឺខាងសពឡានក៏ស្ដាប់យើងអត់ឮដែរហើយបើថាយើងចង់ឈប់នៅកន្លែងណាយើងមិនបាច់ចាំស្រែកឆាវទេគាត់តែចុច motor កញ្ចក់ឬក៏បញ្ជាអី remove ជា tele យើងអាចទម្លាក់ចុះហើយអាចប្រាប់សពឡានបានចឹងសួរងាយចាំហើយជាពិ
ពិសេសជាងនឹងទៅទៀតនោះគឺសំខាន់លើកៅអី VIP កៅអី VIP ហ្នឹងហើយបើយើងដាក់ទៅក្នុងសុំទេកៅអីអត់មានម៉ាសាមានអីទេអាហ្នឹងពេលខ្លះគាត់ជាខ្លួនជាប្រាំដែរព្រោះដោយសារតែAlpha ជំនាន់មុនអត់មានដូចខ្ញុំប្រាប់ចឹងអត់មានជាកៅអី VIP ទេអញ្ចឹងវាបានធ្វើមកតម្រេតហើយនឹងតម្រូលជើងវារំកិលទឹកក្រួយកៅអីអេឡិចត្រូនិកណាបាទបងចឹងហើយអញ្ចឹងវាអត់ទាន់ស្រួលគ្រប់គ្រាន់ទេតតែយើងដំឡើងជាកៅអី VIP វាមានម៉ាសាក្តៅត្រជាក់ម៉ាសាផងមានក្តៅត្រជាក់ផងតម្រេតតម្រូលអីមានមកចប់អាហ្នឹងបានគាត់ស្រួលពេលខ្លះគាត់អស់កម្លាំងគាត់ត្រូវការម៉ាសាចុកខ្នងវាម៉ាសាហ្នឹងម៉ាសាគូម៉ាសាអីទៅស្រួលចឹងសំខាន់គ្រប់ឡើងនិយាយទៅគ្រប់ឡើងអត់បើសិនតែគាត់ VIP មានអីសំខាន់ជាងកៅអី VIP ហ្នឹងសំខាន់ជីទៅស្រួលខ្លួនបើកាលតែជីហើយវាគ្រាន់តែមកឡានស្អាតទេហើយវាអត់មានអីពិសេសសម្រាប់ជួយយើងឲ្យមានភាពស្រួលទេអាហ្នឹងវាគ្រាន់តែបង្ហាញនៅថាវាភាពស្អាតទេប៉ុន្តែភាពស្រួលវាអត់មានវាអត់តន់កាត់ជា VIP បានទេតតែមានបំពាក់ជាមួយនឹង VIP ហើយអាហ្នឹងមិនមែនប្រើតែសម្រាប់ខ្លួនឯងទេវាមានសារៈសំខាន់ខ្លាំងធ្វើឲ្យឡានយើងផ្លាស់ប្ដូរនៅសកម្មភាពផ្នែកខាង décor ហើយបើសិនសម្រាប់ស្រួលវិញគឺសម្រាប់ខ្លួនយើងផ្ទាល់ហើយបើសិនយើងទៅមានឪពុកម្ដាយគាត់យ៉ាងចាស់ជារាអីពេលខ្លះគាត់ម៉ាសានៅនឹងស្រែកមានអារម្មណ៍ថាសោះស្រាយដែរបាទដូចជាមានមនុស្សនៅអង្គុយម៉ាសាឲ្យគាត់ហើយកៅអី VIP ខ្លះមានដល់ម៉ាសាក្តៅជាក់នេះហ្នឹងត្រូវតែស្រួលជិះឡានបាទភាគច្រើនចាស់បើសិនយើងឲ្យគាត់នាំគាត់ទៅកន្លែងម៉ាសាគាត់អត់ទៅទេទោះបីជាម៉ាសាវាអត់សូវមានតម្លៃថ្លៃពេលកន្លែងខ្លះគេធ្វើ6រៀល7រៀលអញ្ចឹងទៅហើយយើងចង់នាំម្ដាយយើងហ្នឹងម៉ាក់ទៅម៉ាក់ឬក៏ប៉ាអីចឹងទៅណាបើកូនអ្នកស្រែគេហៅពុកឬក៏ម៉ែម្ដាយចឹងទៅហ្នឹងហើយតាមខែណាបើនៅតាមក្រុងគេចាញ់ហៅម៉ាក់ប៉ាឲ្យគាត់ទៅកន្លែងម៉ាសាគាត់ទៅជិតចាតែបើសិនជាមានកៅអីហ្នឹងគាត់អង្គុយទៅហើយមានម៉ាសាគាត់មានអារម្មណ៍ប្លែកដែរគាត់ស្រួលខ្ញុំមានឧទាហរណ៍បត់ខ្ញុំមានចង់សួរអីថែមទៀតតែជាមួយអា GAC GN8 អីហ្នឹងតែមិនថាចាំវីដេអូក្រោយហ្នឹងហើយបើនិយាយច្រើនពេកទៅពេលខ្លះអ្នកមើលគាត់គិតថានិយាយបាច់និយាយច្រើនដែរគាត់ថ្ងៃគាត់មើលវីដេអូតែមួយក៏បានសំខាន់ឲ្យមានព័ត៌មានរាល់ថ្ងៃអញ្ចឹងនៅ GNC ឡានរបស់ចិនឡានវ៉ែនរបស់ចិនជំនាន់ក្រោយចេញមកក្រោយនេះទៀតទំនើបស្រាប់អញ្ចឹងចាំមើលយើងនិយាយគ្នាវីដេអូក្រោយហ្នឹងហើយអត់អីទេអរគុណ